វាខាញ់ឆ្កែអូខាងដៃបងប្អូនហើយបងប្អូននឹងពោះមានខ្លះហើយតាក់ទងនឹងអាកុយវាបានចេញពីផ្ទះបងប្អូនគឺបូមមានសុកវាក៏បានសុំទៅកំពង់សម្ភារៈដែលថាប្រាំងមិញនេះវាអត់មានទឹកបូមហើយវាជាក្មួយខ្ញុំតែម្នាក់គត់ដែលតស៊ូលើវិស័យវីដេអូនឹងចេះដើរមួយគ្នាហើយវាក៏ជាអ្នកនៅផ្ទះមើលថែម្ដាយចាស់ខ្ញុំអញ្ចឹងណាហើយវាមានបញ្ហាគឺត្រូវប៉ូលីសចាប់ដោយសារតែពាក់ព័ន្ធមួយបទល្មើសគ្រឿងញៀនហើយនេះជាសារមួយដែលផ្ដាំផ្ញើទៅដល់បងប្អូនឬក៏ក្មួយដែលកំពុងតែដើរលើផ្លូវហ្នឹងឬក៏មិនទាន់ដើរសូមជៀសផុតជាឆ្ងាយហើយអាកុយនេះក៏វាអត់មានពាក់ព័ន្ធទេខាងមន្ត្រីដែលគេចាប់ខងរាជបឋានក៏គេប្រាប់មកថាវាអត់មានពាក់ព័ន្ធទេគេគ្រាន់តែចាប់ទៅជាមួយមនុស្សដែលជាប់បទល្មើសអញ្ចឹងវាជិះម៉ូតូមួយគេអញ្ចឹងកន្លែងហ្នឹងគេត្រូវតែចាប់ដើម្បីយកទៅសួរនាំឬក៏ឃុំឃាំងសិនដើម្បីសួរចម្លើយសាកសួរហើយនេះគឺជាសារមួយដែលផ្ដាំផ្ញើដែរទៅកាន់បងប្អូនគួរតែប្រុងប្រយ័ត្នហើយជៀសឆ្ងាយបំផុតពីគ្រឿងញៀនដល់ស្រាប់ហើយថាសង្គមនេះក៏គេស្អប់ខ្ពើមដែរភាពប្រើប្រាស់គ្រឿងញៀនឬក៏ការជួញដូរតែមនុស្សដែលប្រើប្រាស់គ្រឿងញៀនហើយយើងទៅកែខ្លួនក្នុងគំនូរកែប្រែចេញវិញជាមនុស្សល្អគេមិនស្អប់ទេតែមនុស្សដែលប្រើប្រាស់ហើយជាមនុស្សដែលខូចខលជាមនុស្សដែលមិនមានសតិគ្រប់គ្រាន់ដូចមនុស្សធម្មតាហ្នឹងគេនឹងស្អប់គេនឹងរើសអើងបងប្អូនហើយនេះជាវីដេអូដែលខ្ញុំធ្លាប់ដើរព្រៃមើលកុយធ្លាប់ទៅនេះធ្លាប់ទៅនោះធ្លាប់ជាច្រើនមែនតើហើយវាជាក្មួយដែលខ្ញុំចិញ្ចឹមពីក្មេងមកអញ្ចឹងគឺយើងបាក់ចិត្តដែរជាពុកមាវាយើងមិនសប្បាយចិត្តទេពេលដឹងថាវាត្រូវគេចាប់ត្រូវគេចងនៅក្នុងពន្ធនាគារអញ្ចឹងទៅហើយពន្ធនាគារមន្ទីរឃុំឃាំងមិនទាន់ដាក់គុកណាច្រឡំក្នុងមន្ទីរឃុំឃាំងដែលគេត្រូវចាប់សួរចម្លើយអីទៅហើយបងប្អូនសមាជិកហ្នឹងក៏គាត់ចាប់ទៅកសាងសំណុំរឿងហើយយើងក៏ព្យាយាមតាមទៅរកវាឃើញអញ្ចឹងហើយយើងសួរនាំទៅវាពាក់ព័ន្ធវាមិនគាត់ក៏ប្រាប់ដែរថាវាមិនជាប់ក្នុងបញ្ជីដែលប្រើប្រាស់ឬក៏ជួញដូរវាមិនមែនជាអ្នកពាក់ព័ន្ធទេវាគ្រាន់តែមកមួយគេអញ្ចឹងគេគ្រាន់តែស្រាវជ្រាវសួរចម្លើយវាមិនថែមហើយយើងសឹងថាវាបានចេញមកវិញបងប្អូនហើយវានឹងយល់ថានេះហើយជាជីវិតជាសង្គមជាការភ្លុកនៅរសជាតិហើយវាដឹងថាហាលឆ្លងភាពបែបនេះគឺយ៉ាងណាហើយវាជាក្មេងម្នាក់ហាលឆ្លងរឿងពិបាកច្រើនមកហើយវាជាក្មេងម្នាក់ដែលមិនមានឪពុកមានតែម្ដាយហើយម្ដាយហ្នឹងក៏មានតែម្ដាយមិនបាននៅជាមួយទៅទៀតនៅជាមួយយាយនៅជាមួយខ្ញុំមើលថែតាំងពីក្មេងតាំងពីទូចចឹងមកហើយកន្លែងហ្នឹងដែរសម្រាប់អារម្មណ៍យើងអ្នកមើលថែវាដូចជាឪពុកវាហើយយើងមិនមែនជាអ្នកដតីអីនេះយើងជាឪពុកតែបើតែខ្ញុំជេរខ្ញុំស្ដីខ្ញុំថាវាមែនតែអារម្មណ៍ដែលយើងស្រឡាញ់យើងចូលចិត្តយើងបារម្ភយើងនៅតែបារម្ភអញ្ចឹងណាបងប្អូនហើយអញ្ចឹងដូចនិយាយយើងជឿឆ្ងាយទៅវាមិនល្អទេគ្រឿងញៀននេះជាថ្នាំថ្មីរបស់កេណូបងប្អូនហើយថ្នាំថ្មីរបស់នេះគឺផលិតនៅប្រទេសកូរ៉េ 100% ហើយជាផលិតផលរបស់កេណូហើយកំពុននេះជាកំពុនរបស់កូនខ្មែរហើយបងប្អូនអាចជ្រើសរើសប្រើបានថ្នាំថ្មីកេណូជួយសម្អាតរាល់ចិញ្ចាញថ្មិញហើមថ្មិញឈឺថ្មិញស្រាវចិញ្ចាញហើយជួយសម្អាតមាត់ថ្មិញធ្វើឲ្យក្លិនថ្មិញយើងទទួលបានភាពល្អប្រសើរហ្មងក្លិនថ្មិញក្លិនមាត់យើងទទួលបានភាពល្អប្រសើរបន្ទាប់ពីប្រើថ្នាំថ្មិញរបស់កេណូមកឃើញថាប្រសិទ្ធភាពមានខ្ពស់មែនតើបងប្អូនប្រហើស្កអូបស្រួលមែនតើមុនអត់តន់ប្រើថ្នាំថ្មិញកេណូមានអីឈឺចាញ់ឈឺអីលើបន្ទាប់ពីប្រើមកឃើញថា the best តែម្ដងបងប្អូនអាចរកបាននៅក្នុងកុំមុនរបស់កេណូថ្នាំថ្មិញកេណូចឹងបានថាបើវាចេញមកវិញនេះគឺជាមេរៀនធំរបស់វាហើយបងប្អូនឃើញវីដេអូសកម្មភាពជាច្រើនដែលខ្ញុំធ្លាប់ថតវានៅលើ YouTube អ្នកដែលធ្លាប់ស្ដាប់សម្ដីសម្ដៅអ្នកធ្លាប់ឃើញកាយវិការវាយើងគាត់ដឹងថាវាមិនមែនជាក្មេងបែបនេះទេតែអ្វីដែលឃើញគឺតែខ្សែគប់មនុស្សខុសគឺខុសអញ្ចឹងបាននិយាយទៀតថាខ្សែគប់ឬរាប់អានមនុស្សក៏ដោយតែបើតែយើងល្អតែរាប់អានមនុស្សដែលមិនចំនៅល្អគេនឹងនាំយើងទៅកន្លែងមួយដែលធ្វើរឿងមិនសមគួរឬធ្វើរឿងដែលមិនសមរម្យអាចនឹងធ្វើរឿងខុសឆ្គងរហូតដល់បកក្រោយមិនបាននេះនៅមានឱកាសបកក្រោយមានឱកាសបកក្រោយនៅមានឱកាសយើងទៅជួយវាយើងទៅខំសម្រួលយើងទៅអាចយើងព្យាយាមមែនតើហើយអរគុណបងមករាមែនតើដែលគាត់ជ្រុំជ្រែងច្រើននៅក្នុងរឿងនេះព្រោះគាត់បានប្រាប់ដែរទៅថាក្មេងនេះវាមិនមានរឿងបែបនេះទេហើយគេក៏ស្រាវជ្រាវគេក៏សួរនាំវាបន្ថែមទៅលើព័ត៌មានដែលគេដកស្រង់មកឬក៏ដែលគេចាប់វាមកហ្នឹង
ហើយគេរកឃើញថាវាមិនមានការពាក់ព័ន្ធជាមួយនឹងគ្រឿងញៀនឬក៏ផ្សងគំនិតឯណាមួយឡើយហើយប្រហែលជាមួយថ្ងៃ2ទៀតវាអាចនឹងចេញមកវិញបងប្អូនហើយខ្ញុំនឹងយកវាមកធ្វើកម្មធ្វើអីហើយអាចឲ្យវាដើរទៅចុងបានទៀតទេព្រោះអាចថាវាជាមេរៀនជីវិតរបស់វាហើយបងប្អូនឃើញសកម្មភាពជាច្រើនខ្ញុំធ្លាប់ដើរវាខ្ញុំមិនដឹងវាមែនទេពេលដឹងដំណឹងខ្ញុំ2ថ្ងៃខ្ញុំធ្វើអត់ចេញគិតទៀតថាតើធ្វើម៉េចដល់ព្យាយាមតាក់ទងទៅច្រើនកន្លែងត្រេះផងត្រង់ផងអត់ទាន់ហ៊ានទៅពឹងពាក់បងមករាដំបងតែបើយើងក៏ដល់អាកាលនេះហើយពួកគាត់ស្គាល់គេច្រើនដែរយើងអាចថាប្រាប់ទៅថាវាជាក្មេងមកពីនេះមកពីនោះហើយមែនតែទៅវាជាក្មេងល្អមែនបើវាធ្វើខុសអាហ្នឹងយើងអត់ទេណាយើងអត់អាចជួយវាបានទេអាហ្នឹងវានឹងតាមកម្មវាហើយអំពើដែលវាសាងហើយតែនេះវាអត់ខុសទេបងប្អូនវាគ្រាន់តែដើរផ្លូវដែលមិនសមប្រកបទៅជាមួយមនុស្សដែលមិនល្អមកពេលអញ្ចឹងទៅអញ្ចឹងយើងអាចទាញមកវិញបានហើយបើវាប្រើប្រាស់ឬក៏វាជួញដូរមែនអានោះគេនឹងចាត់ការតាមវិធីច្បាប់ហើយយើងមិនមានលទ្ធភាពណាទៅដោះឬក៏យើងទៅជួយវាបានទេព្រោះវាទោសធ្ងន់តែនេះវាមានភាពស្អាតស្អំអ្វីដែលយើងចង់បានមកវិញគឺវាស្អាតស្អំទេអញ្ចឹងគ្មានតែស្អាតស្អំយើងជួយវាបានអាហ្នឹងកន្លែងហ្នឹងដែរតែវាអត់ស្អាតស្អំនឹងជួយវាមិនទេអាហ្នឹងកម្មវាហើយបងប្អូនឃើញសកម្មភាពជាច្រើនហើយខ្ញុំរស់នៅវាយូរឆ្នាំមិនលេងសើចទេបងប្អូនតាំងក្មេងវាតាំងពីងាមកនៅមួយខ្ញុំរហូតណាហើយដូចខ្ញុំឪពុកវាហ្នឹងបងប្អូនហើយបើតែខ្ញុំជេរខ្ញុំបដៅខ្ញុំថាវាពាក្យខ្លះស្ដាប់ទៅក្រៀតគ្រូវាមិនសមរម្យមែនតែវាគ្រាន់តែជាពាក្យមួយដែលព្រៀនបដៅវាចង់ឲ្យវាល្អតែបើតែពាក្យខ្ញុំពេលខ្លះវាក្រៀមភាសាមកស្ដាប់អីចឹងមែនហើយអត់មានអីទេយើងនឹងចាំដំណឹងល្អថាវានឹងចេញវិញខ្ញុំនឹងផុសព័ត៌មានបន្ថែមទៀតថាវាបានចេញឬក៏មិនបានបន្តទៀតតែភាគរយដែលបានចេញខ្ពស់ដោយសារវាអត់មានធ្វើរឿងខុសទេចឹងអរគុណមែនតើបងប្អូនដែលសួរនាំច្រើនមកលើកយឲ្យយើងស្ដាប់ដំណឹងល្អដល់អ្នកនេះនៅថ្ងៃមួយថ្ងៃខាងមុខនេះ